ស្គាល់ហើយរសជាតិនៃជីវិត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 ក្រោកចេញទៅធ្វើការទាំងមេឃនិងងងឹតប្រឹងដើម្បីគ្រួសារទូហត់យ៉ាងណាក៏មិនដែលគិតព្រោះតែជីវភាពយើងក្រខំត្រូវដល់ទាំងយប់ព្រឹកមួយព្រឹកដល់ថ្ងៃត្រង់ហើយឈានដល់យំជ្រៅបើយើងមិនប្រឹងខ្លួនឯងតើមានអ្នកណាមកជួយយើងទៅនៅខាងមុខមានឧបសគ្គហើយមានអ្នកមកចាំរាំងផ្លូវខ្ញុំមិនអាចឈុំហើយខកមិននៅស្ងៀមវាយកុំភ្លេចនៅឧបសគ្គហើយចាត់ទុកវាជាសត្រូវឯរឿងត្រូវគេថាខុសឯរឿងខុសគេថាត្រូវមិនភ្លេចមិនពិចារណាឲ្យត្រូវតាមគោលការណ៍មិនមែនជាច្បាប់នៃធម្មជាតិឲ្យអ្នកគៀបសង្កត់គេត្រូវតែបែងចែកឲ្យច្បាស់រឿងល្អសខ្មៅមិនអាចតម្រូវតាមចិត្តមនុស្សម្នាក់យើងធ្វើត្រូវគេថាខុសហើយយើងមិនខុសក៏គេថាស្គាល់ហើយរសជាតិនៃជីវិតក្រោកចេញទៅធ្វើការទាំងមេឃនិងងងឹតប្រឹងដើម្បីគ្រួសារទូហត់យ៉ាងណាក៏មិនដែលគិតព្រោះតែជីវភាពយើងក្រខំត្រូវដល់ទាំងយប់ព្រឹកមួយព្រឹកដល់ថ្ងៃត្រង់ហើយឈានដល់យំជ្រៅបើយើងមិនប្រឹងខ្លួនឯងតើមានអ្នកណាមកជួយយើងទៅនៅខាងមុខមានឧបសគ្គហើយមានអ្នកមកចាំរាំងផ្លូវមិនអាចឈុំហើយខកមិននៅស្ងៀមវាយកុំភ្លេចនៅឧបសគ្គហើយចាត់ទុកវាជាសត្រូវត្រូវគេថាខុសហើយរឿងខុសគេថាត្រូវមិនមិនពិចារណាឲ្យត្រូវតាមគោលការណ៍មិនមែនជាច្បាប់នៃធម្មជាតិឲ្យអ្នកគៀបសង្កត់គេត្រូវតែបែងចែកឲ្យច្បាស់រឿងល្អសខ្មៅរឿងល្អសខ្មៅពេលដែលខ្ញុំធំដឹងក្តីខ្ញុំអាចយល់អ្វីគ្រប់សមហើយក៏មិនចូលចិត្តស្ដាប់ពីសំដីពួកដែលស្អំនិយាយល្អនៅមុខយើងប៉ុន្តែក៏ក្នុងគេពិនប្រសំនិយាយពីយើងចែងចុះគេថាគេនោះគេគ្រប់ដប់អូខេខ្ញុំដឹងថាអ្នកឯងគ្រប់ដប់ហើយខ្ញុំក៏មិនបានខឹងហើយខ្ញុំក៏មិនបានស្អប់បើនៅតែតតាំងគ្មានថ្ងៃនឹងបាញ់ចំពួកអ្នកស្អមយើងនៅតែស្អមមានថ្ងៃនឹងបាញ់ចំ